งผู้ไทยได้ไปเคลียร์เทือนเทราบานบังฮอสซาแบบนี้กลายใบทะเลวิตาโอกอดจุบารอิเล็กทรอนิกส์ព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ស្វាគមន៍ប្រិមិត្តមកកាន់ពេកផ្លូវការរបស់ខ្ញុំបាទ Admin ផានិតថ្ងៃនេះយើងនឹងមកដឹងអំពីរឿងរ៉ាវតាក់ទងជាមួយនឹងអ្នកលេងពូថៃដៃពីខៀតធឿនធីរាបន្ទាប់ពីមានវីដេអូបាយធ្លីបាទជាមួយនឹងធឿនធីរាគាត់ជួបបារីអេເລັກត្រូនិកបាទជាវីដេអូចាស់ទេបងប្អូនយើងបាទតាំងពីខែមករាមកម្លេះបងប្អូនយើងចាំអត់ការដែលការប្រកួត Foreman Tournament កាលមុនណោះបាទធឿនធីរាគាត់អវត្តមានអញ្ចឹងដោយសារតែគាត់មានរបួសដោយសារតែគាត់លេងបាល់តតបងប្អូនយើងណោះបាទធឿនធីរាគេសម្រាកបាទហើយក៏សាកបន្តិចបន្តួចទៅអញ្ចឹងធឿនធីរាគាត់បានបង្ហើបនៅក្នុងគណនីផ្ទាល់ខ្លួនរបស់គាត់យ៉ាងនេះថាសូមការអធិស្ឋានពីបងប្អូនផងមនុស្សតែងតែមានចន្លោះខ្វះខាតខ្ញុំនឹងឡើងសង្វៀនឆាប់នេះទាំងនេះគឺជាសារបង្ហោះរបស់អ្នកលេងពូថៃដៃពីខៀតធឿនធីរាសូមការអធិស្ឋានពីសំណាក់អ្នកគាំទ្រទាំងអស់គ្នាគាត់ថាមនុស្សតែងតែមានចំណុចខ្វះខាតពិតជាត្រឹមត្រូវមនុស្សឯណាដែលមិនមានចំណុចខ្វះខាតនោះតែងតែមានរៀងខ្លួនសូម្បីតែ admin ក៏ដូចជាបងប្អូនទាំងអស់គ្នាបាទតែងតែមានចំណុចខ្វះខាតដោយខ្លួនឯងមិនដឹងអញ្ចឹងធឿនធីរាគេសុំការអធិស្ឋានពីសំណាក់ប្រិមិត្តអញ្ចឹងសំខាន់ថាបងប្អូនយើងមិនយកទោសបីធឿនធីរាទៅចោះហើយនឹងលើកលែងត្រង់ចំណុចមួយនេះធឿនធីរាព្យាយាមបាទវឹកហាត់ហើយក៏ឡើងសង្វៀនសាជាថ្មីមកវិញដែរបងប្អូនយើងអញ្ចឹងរងចាំតាមដានធឿនធីរាគាត់ឡើងសង្វៀនបាទមិនដឹងថាប៉ះជាមួយនឹងកីឡាកររុកណានោះទេ